Part 2 ប្រូក្រាមទី2ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យា Digital តាមរយៈកម្មវិធីអភិវឌ្ឍជំនាញ Digital ប្រូក្រាមនេះ deadline របស់គេគឺនៅថ្ងៃទី1វិច្ឆិកា2025មានរហូតដល់6សាកលវិទ្យាល័យដូចគ្នាហើយជំនាញជ្រើសរើសទៅតាមសាកលវិទ្យាល័យបងប្អូនអាចមើលលម្អិតនៅតាមរូបភាពនេះបានបងប្អូនចូលទៅកាន់ page ក្រសួងប្រៃសណីនិងទូរគមនាគមន៍និង page កម្មវិធីអភិវឌ្ឍជំនាញ Digital នឹងទទួលបានព័ត៌មានទាំងអស់ហើយអត្ថប្រយោជន៍របស់ប្រូក្រាមនេះវិញគឺទទួលបានថវិកាបង់ថ្លៃសិក្សារហូតដល់ថ្នាក់ចប់បរិញ្ញាបត្រដោយមិនគិតការប្រាក់បច្ចេកទេសណាគឺមិនមែនជាអាហារូបករណ៍ទេថវិកាសម្រាប់ទិញ laptop ប្រសិនបើមានតម្រូវការថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅប្រសិនបើមានតម្រូវការប្រឹក្សាយោបល់អំពីការសិក្សាការស្នាក់នៅនិងការអភិវឌ្ឍឱកាសការងារល្អនិងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជនហើយនឹងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗសម្រាប់លក្ខខណ្ឌជ្រើសរើសវិញគឺត្រូវមានសញ្ជាតិខ្មែរជាសិស្សដែលប្រឡងចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2025មាននិទ្ទេសរួម A B ឬជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង6ឆ្លងកាត់ការវិតម្លៃជាការសម្ភាសន៍ឬក៏ការធ្វើតេស្តសមត្ថភាពដោយលេខាធិការដ្ឋាននៃកម្មវិធីអភិវឌ្ឍជំនាញ Digital ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃកម្មវិធីអភិវឌ្ឍជំនាញ Digital បន្ទាប់ពីត្រូវបានជ្រើសរើសហើយសិស្សដែលមានជីវភាពក្រីក្រមកពីជនបទដាច់ស្រយាលជនមានពិការភាពឬសិស្សនារីគឺត្រូវបានលើកទឹកចិត្តចុងក្រោយគេចំពោះសំណុំលិខិតចុះឈ្មោះស្នើសុំគឺបងប្អូនអាចចូលទៅកាន់ website dsdp.gov.kh ដើម្បីបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញកាលណាគេដាក់ពាក្យហើយកុំភ្លេច comment ខាងក្រោមវីដេអូនេះផងណាជួបគ្នាក្នុងវីដេអូក្រោយ